ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំចេញវីដេអូចង់ចែករំលែកពីរបៀបនៃការត្រាំកន្ទួតព្រៃជាមួយនឹងទឹកឃ្មុំដែលយើងធ្វើដើម្បីញ៉ាំសម្រួលដល់ការសម្រាកឲ្យគេងលក់ស្រួលសម្រាប់អ្នកដែលគេមិនសូវបានសម្រាកមិនសូវលក់អីហ្នឹងអាចចូលមើលវីដេអូនេះបានហើយខ្ញុំនឹងប្រាប់ពីរបៀបធ្វើនិងរបៀបប្រើនៅខាងចុងវីដេអូចាអញ្ចឹងយើងទៅមើលវីដេអូពេញទាំងអស់គ្នាសម្រាប់ថ្ងៃហ្នឹងគឺខ្ញុំមានកន្ទួតព្រៃហ្នឹងចំនួន1គីឡូហើយការដែលយើងធ្វើនេះដំបូងគឺយើងលាងទឹកវាឲ្យស្អាតបន្ទាប់មកយកវាទៅហាលថ្ងៃឬក៏ស្រោះទឹកមិនយកទៅហាលថ្ងៃខ្លាំងទេគ្រាន់តែយើងសម្រោះទឹកឲ្យវាស្ងួតហើយយើងចិតវាជា4ជ្រុងដើម្បីឲ្យវាឆាប់ចូលជាតិណាបន្ទាប់មកគឺយើងយកកន្ទួតព្រៃដែលយើងត្រាក់ហាលស្ងួតហ្នឹងយកមកដាក់ចូលក្នុងក្រឡកែវមួយនេះសម្រាប់ក្រឡខ្ញុំថ្ងៃនេះវារៀងតូចបន្តិចព្រោះអីវាពេញប្រៀបនឹងមាត់កែវនឹងហ្មងណាប៉ុន្តែអីទេនៅផ្សារនៅពេលដែលកន្ទួតព្រៃវារៀងសាច់វារៀងស្វិតទៅទឹកវាចេញរៀងច្រើនអញ្ចឹងណាយើងអាចដាក់ប៉ុណ្ណឹងក៏បានឬក៏បងប្អូនមានកែវធំជាងហ្នឹងអីអាចដាក់ធំជាងហ្នឹងក៏បានដែរហើយចង់និយាយថាអត្ថប្រយោជន៍របស់វាគឺមានច្រើនណាបងប្អូនមិនមែនត្រឹមតែធ្វើឲ្យយើងគេងលក់ស្រួលទេវាជួយប្រឆាំងនឹងការរលាកនិងធ្វើឲ្យប្រព័ន្ធភាពស៊ាំយើងរឹងមាំទៀតជួយដល់សុខភាពច្រើនហើយការត្រាំលើកនេះគឺខ្ញុំប្រើវិធីដែលយកទឹកឃ្មុំគឺឲ្យស្មើទៅនឹងកន្ទួតព្រៃតែម្ដងយើងមានវិធីច្រើនណាស់អ្នកខ្លះក៏អត់សូវចង់បានផ្អែមខ្លាំងគឺគាត់ដាក់ទឹកឃ្មុំហ្នឹងមិនឲ្យពេញទេអាហ្នឹងមានរបៀបផ្សេងមួយទៀតប៉ុន្តែនេះខ្ញុំយករបៀបដែរប្រើទឹកឃ្មុំឲ្យស្មើនឹងកន្ទួតព្រៃព្រោះថាយើងធ្វើបែបនេះគឺវាទុកបានយូរហើយញ៉ាំកាន់តែឆ្ងាញ់ទៀតនោះហើយប្រសិទ្ធភាពវិញគឺកាន់តែល្អប្រសើរហើយនេះគឺខ្ញុំចាក់បំពេញឲ្យទឹកឃ្មុំហ្នឹងឲ្យវាពេញមកស្មើនឹងកន្ទួតព្រៃរបស់យើងហ្នឹងណាហើយបងប្អូនខ្ញុំចង់បញ្ជាក់បន្តិចសម្រាប់កន្លដែលយើងដាក់ត្រាំហ្នឹងយើងគួរតែយកកន្លកែវថ្មកែវអញ្ចឹងណាដើម្បីវាល្អជាងតែយើងយកកំប៉ុងជ័រដាក់ព្រោះអីយើងយកទៅញ៉ាំអញ្ចឹងយើងឲ្យនឹងប្រើពេលយូរត្រាំវាអញ្ចឹងយើងគួរតែយកកន្លកែវទៅត្រាំទៅវាគឺកាន់តែល្អហើយនេះខ្ញុំចាក់ពេញហើយបងប្អូនរយៈពេលដែលយើងត្រូវទុកហ្នឹងគឺទុករយៈពេល2កន្លះខែឡើងទៅមិនយើងញ៉ាំណាហើយគឺដោយសារតែខ្ញុំចិត្តវាជា4ជ្រុងនឹងឲ្យវាបែកខ្លះហើយវាងាយនឹងចូលជាតិឆាប់ចូលជាតិជាមួយគ្នាអញ្ចឹងណាអញ្ចឹងយើងអាចញ៉ាំពីត្រឹមកន្លះខែហ្នឹងទៅអាចភ្លក់បានហើយនេះគឺជាលទ្ធផលរយៈពេលកន្លះខែគឺខ្ញុំនៅមិនសុខទេចង់ដឹងថាវាយ៉ាងម៉េចហើយបើកមើលរួចភ្លក់បន្តិចមើលចង់ដឹងណាប៉ុន្តែយកសាប់ព្រាមកឆ្កឹះវាមិនចេះតែមិនដោយអញ្ចឹងចង់ប្រាប់បងប្អូនថាគឺត្រឹមកន្លះខែយើងអាចយកមកភ្លក់បានហើយសម្រាប់អ្នកដែលគាត់អត់សូវចេះល្វីងអីហ្នឹងយើងមើលតាមនឹងដែរអញ្ចឹងយើងទុកកាន់តែយូរតិចទៅវាអត់សូវល្វីងជូរចត់ទេព្រោះអីកន្ទួតព្រៃរសជាតិវាល្វីងជូរចត់អញ្ចឹងចាហើយនេះរយៈពេល1ខែហើយគឺវាស្រកខ្លះហើយព្រោះខ្ញុំសាកភ្លក់រហូតហើយម្យ៉ាងទៀត1ខែហ្នឹងគឺអាសាច់របស់កន្ទួតព្រៃយើងហ្នឹងវារៀងមញោមរៀងស្វិតបន្តិចណាវាចូលជាតិជាមួយគ្នាហើយកាន់តែឆ្ងាញ់ហើយមួយទៀតខ្ញុំចង់ប្រាប់បងប្អូនថាការដែលយើងរក្សាទុកគឺយើងទុកនៅខាងក្រៅទូទឹកកកអីណាមិនចាប់ទៅដាក់ក្នុងទូទឹកកកទេដោយសារតែទឹកឃ្មុំយើងបានចាក់ពេញជាមួយនឹងកន្ទួតព្រៃទៅវាអត់ធ្វើឲ្យមានបញ្ហាដុះផ្សិតដល់អីទេយើងអាចដួសញ៉ាំបានហើយបើនិយាយពីរសជាតិវិញគឺថាឆ្ងាញ់វាមិនផ្អែមខ្លាំងដូចដែលយើងឃើញទឹកឃ្មុំច្រើនណានៅពេលដែលវាចេញជាតិគឺវាចូលជាតិមកឆ្ងាញ់ល្មមមិនសូវផ្អែមហើយរសជាតិវាជូរបន្តិចចត់បន្តិចឆ្ងាញ់ណាបងប្អូនអាចសាកល្បងមើលសម្រាប់របៀបញ៉ាំគឺយើងញ៉ាំនៅពេលល្ងាចរៀបគេអញ្ចឹងណាបងប្អូនអាចដួសយកមកគ្រាប់មកជាមួយលាយជាមួយទឹកហ្នឹងមកស្លាបព្រាឬក៏លើសនឹងតិចតួចក៏បានដែរតែកុំញ៉ាំច្រើនពេកណាបងប្អូនពួកអីតែញ៉ាំច្រើនវាធ្វើឲ្យយើងនឹងគេងលក់អាចងើបឡើងទៅធ្វើការអត់ទាន់ពេលចាយើងញ៉ាំមកគ្រាប់សាកមើលសិនលទ្ធផលវានឹងបានល្អប្រសើរបាទសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំប្រើគឺវាបានផលមែនវាធ្វើឲ្យយើងគេងលក់ស្រួលប៉ុន្តែសម្រាប់បងប្អូនឬក៏អ្នកខ្លះយើងមានរាងកាយក្នុងខ្លួនយើងវាអត់ដូចគ្នាអញ្ចឹងយើងសាកមើលសិនទៅតើវាពិតជាត្រូវជាមួយនឹងខ្លួនយើងអត់ណា